ត្រីហងៃហើយបងអូនអើយឡើងធំហើយចឹងហើយថ្ងៃនេះផងដែរនេះខ្ញុំបានទៅផ្សារឃើញគីឡូគ្រឿងក្នុងជ្រូកល្អពេកនឹកឃើញថាស្ងោរចុចទឹកត្រីផ្អែមតែម្ដងទៅចាហើយបើយូរធ្វើអញ្ចឹងហូបម្ដងបងអូនអើយនិយាយពីថាបាយវិញហូបអត់ទាំងចានតែម្ដងហើយគ្រឿងក្នុងជ្រូកនឹងដែរបងអូនអើយបើចុចទឹកជ្រលក់មួយទៀតគឺទៅអែមហ្មងគឺប្រហុកច្រាមកសាំងនឹងឯងចាបងអូនតែនេះខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ច្រាមប្រហុកទេអញ្ចឹងហើយធ្វើទឹកត្រីផ្អែមតែម្ដងទៅងាយលឿនឆាប់បានហូបអញ្ចឹងដោយសារតែចិត្តហួបាយតែត្រង់ដែរហើយក៏នាងខ្ញុំធ្វើទឹកត្រីផ្អែមតែម្ដងទៅបងអូនអើយព្រោះអីឆាប់បានហូបអញ្ចឹងណាតាកុំឲ្យខាតពេលយូរបងអូនទៅមើលនាងខ្ញុំស្ងោរគ្រឿងទាំងអស់គ្នានេះជាដំបូងនាងខ្ញុំដាក់គ្រឿងក្នុងនឹងដែរចូលទឹកហើយស្ងោរយកតែម្ដងហើយដាក់អំបិលមកចុងទៅព្រាដែរចាហើយគ្រឿងក្នុងនឹងដែរនាងខ្ញុំបានលាងហើយបងអូនអើយឡើងចិត្ត10ទឹកអីយកច្របាច់អំបិលឡើងមកស្អាតទាំងក្នុងទាំងក្រៅបាននាងខ្ញុំយកមកស្ងោរអញ្ចឹងណាបងអូនបន្ទាប់ពីនាងខ្ញុំដាក់ស្ងោរគ្រឿងក្នុងមួយឡែកហើយក៏នាងខ្ញុំមកចាប់ផ្ដើមរៀបចំបន្លែលាងទឹកលាងអីស្អាតអញ្ចឹងណាបងអូនហើយបន្លែនាងខ្ញុំមានដូចជាពីងប៉ោះទឹកសក់ហើយនឹងសាឡាត់ស្រួយខ្ទិះគ្រប់មុខខ្លឹកខ្ទឹមនឹងឯងចាហើយសាឡាត់ស្រួយគេវិញបងអូននេះកាន់រៀងខ្លាំងដៃទៀតគឺបាក់អស់ហើយរួមស្រួយមែនតែនផុសគេហ្មងកាត់ថ្នមដូចកូនងាចឹងបងអូនអើយបើចង់បាក់ទីលែងមានភ្លីស្អាតអស់ហើយឥឡូវបន្ទាប់ពីនាងខ្ញុំកាច់សាឡាត់ស្រួយត្រាំទឹកហើយអស់ហើយក៏នាងខ្ញុំចូលវាក់ខ្ទិះគ្រប់មុខម្ដងចាបេះឲ្យវាឲ្យស្អាតទាំងមកដាក់ត្រាំទឹកជាមួយគ្នាតែម្ដងទៅចាគាត់តែឃើញបន្លែក៏ចង់សក់ទៅមាត់ដែរបងអូនអើយឥឡូវទុកបន្លែម្ដងមកមើលគ្រឿងក្នុងស្ងោរយើងវិញនេះពុះឲ្យបងអូនតែអត់តន់ឆ្អិនទេទៅឆ្អិន 50% អញ្ចឹងនៅ 50% ទៀតចោលទៀតទៅមករៀបចំទឹកត្រីផ្អែមយើងវិញចាបងអូននេះទឹកត្រីផ្អែមនឹងខ្ញុំមានអីច្រើនទេមានតែដីក្រូចឆ្មាហើយនឹងម្ទេសខ្ទឹមសគ្រឿងក្រៅនោះគឺមានដូចជាទឹកម៉េះទឹកត្រីស្ករសប៊ីចេងនឹងឯងចាបងអូនអើយរៀបរាប់មិនតាន់ទេវីដេអូដល់ច្រើនខ្ទឹមបាត់អីហ្នឹងបងអូនមើលអត់តាន់អីអាចមើលសារថ្មីបានចាខាមើលសារថ្មីទៀតទៅណាបងអូនបើខ្ញុំចូលសម្លេងលេងតាន់នេះចាឥឡូវនេះបន្តពីច្រើនខ្ទឹមហើយដាក់ប៊ីចេងស្ករចូលគ្នាដាក់ទឹកខ្មេះចូលបន្តិចចាទឹកខ្មេះនេះខ្ញុំមានទឹកខ្មេះចេកព្រោះបងអូនមានទឹកខ្មេះសដាក់ទឹកខ្មេះសក៏បានដែរចាហើយនឹងទឹកត្រីផងដែរចាទឹកត្រីនេះដែរខ្ញុំដាក់តែបន្តិចទេដើម្បីឲ្យយកធំទឹកត្រីទៅចាដោយសារតែខាច់យើងដាក់ច្រើនទៅវាប្រៃអញ្ចឹងបងអូនអញ្ចឹងនេះខ្ញុំដាក់តែបន្តិចទេបន្ទាប់លាយឲ្យអស់ហើយក៏ខ្ញុំថែមទឹកក្តៅបន្តិចផងដែរចាហើយបន្ទាប់ពីថែមទឹកក្តៅហើយក៏ខ្ញុំមកបុកសណ្តែកដីតែម្ដងចាហើយទឹកត្រីផ្អែមហ្នឹងគឺអត់តែដីគឺអត់បានទេត្រូវតែមានបងអូនហើយដីហ្នឹងដែរបងអូនបើមានខ្លួនឯងលីងថ្មីខ្លួនឯងបុកថ្មីឈ្ងុយតែម្ដងបងអូនអើយតែនេះខ្ញុំទិញគេស្រាប់ដល់ពេលអញ្ចឹងទៅអត់សូវឈ្ងុយទេតែធ្វើមិនបងអូនយើងត្រូវតែដាក់អញ្ចឹងហើយមានអីដាក់សិនទៅតែគាត់ថាវាអត់សូវក្លិនឈ្ងុយអញ្ចឹងឆ្ងាញ់វាឆ្ងាញ់ហើយប៉ុន្តែវាខ្វះភាពឈ្ងុយអញ្ចឹងហើយក៏តាមហ្នឹងទៅបងអូនអើយក៏មានលាយលក្ខខ្ទឹមពី3ទៅ4ផងដែរចាដើម្បីយកពណ៌មើលទៅកាន់តែស្អាតអញ្ចឹងណាបន្ទាប់ពីលាយគ្រឿងហើយអស់ហើយទីគ្រឿងដែលចុងក្រោយគេនោះគឺក្រូចឆ្មានឹងឯងចាបងអូនមុននឹងហាន់ហ្នឹងគឺនាងខ្ញុំលុញវាឲ្យណាថាលុញអញ្ចឹងទៅវាមានទឹកច្រើនអញ្ចឹងបងអូនវាអត់មានរឹងព្រោះរឹងយើងអត់សូវមានទឹកទេយើងយកមករុញឲ្យរាងជ្រាអញ្ចឹងទៅវាយទៅមានទឹកចេញទឹកល្អឥឡូវបន្ទាប់ពីលាយគ្រឿងក្រៅហើយអស់ហើយគឺនាងខ្ញុំមកមើលគ្រឿងក្នុងឆ្អិនល្មមនេះបងអូនអើយរួញអស់លេងចាពេលស្រស់មិនឡើងមកកធុនដល់ពេលឆ្អិនឡើងបន្តិចញ៉ៃហើយទឹកគ្រឿងក្នុងនឹងដែរនាងខ្ញុំដួសមកលាយទឹកត្រីផ្អែមបន្តិចផងដែរបងអូនអើយដើម្បីបន្ថែមឲ្យកាន់តែមានរសជាតិឆ្ងាញ់អញ្ចឹងណាបងអូនហើយបើនិយាយទឹកគ្រឿងក្នុងវិញបងអូនអើយនេះដូចទឹកស្ងោរជ្រូកមន់ស្រែកចង់ឡើងទំនងចេញឡើងពណ៌លឿងតែម្ដងណាដោយសារអីនាងខ្ញុំលាងគ្រឿងក្នុងបានស្អាតល្អអញ្ចឹងហើយទឹកចេញមកក៏ស្អាតហើយនឹងមើលទៅក៏ថ្លាឆ្វង់ដែរណាបងអូនបើយើងលាងអត់ស្អាតដឹងតែទឹកខ្មៅប៉ែអញ្ចឹងមិនថាបងអូនអើយគ្រឿងក្នុងយូរខ្ញុំហូបម្ដងទេដោយសារអីជើលាងណាបងអូនអើយត្រូវលាងសម្អាតទឹកច្រើនទឹកណាមុននឹងថាយើងសមស្ងោរហូបអញ្ចឹងឯងកម្រថាបានធ្វើហូបណាយូរម្ដងអីហ្នឹងអញ្ចឹងហើយបាននាងខ្ញុំមិនងាយបានហូបគ្រឿងក្នុងនឹងឯងចាបងអូនដោយសារតែខ្ជិលលាងឥឡូវក៏តែនិយាយគ្រឿងក្នុងនាងខ្ញុំនោះឆ្អិនបាត់បងអូនអើយនេះបើមានប្រហុកច្រាំមួយមុខទៀតអូយបងអូនឆ្ងាញ់